បាទជម្រាបសួរពុកម៉ែបងប្អូនអរគ្នាផងដែរបាទហើយថ្ងៃនេះខ្ញុំមកនិយាយតាក់ទងនឹងពលានខ្មែរយើងតិចបាទព្រះធំនៅពលានខ្មែរយើងហ្នឹងអញ្ចឹងចំណុចល្អហើយនឹងចំណុចអាក្រក់ខ្ញុំនឹងនិយាយនៅក្នុងហ្នឹងអញ្ចឹងបាទអញ្ចឹងពេលខ្ញុំចុះមកដំបូងខ្ញុំឃើញទង់ជាតិខ្មែរ LED ធំហ្នឹងគឺសប្បាយចិត្តបាទហើយជិះពីចម្ងាយទៅឃើញពលានខ្មែរធំបាទមិនលេងសើចទេគឺអស្ចារ្យដែរបាទហើយបន្ទាប់មកក៏យើងមើលជើងហោះហើរតាមហ្នឹងទៅហើយក៏មានសរសេរអក្សរអង់គ្លេសសរសេរអីតាមហ្នឹងដែរហើយក៏មាន screen ល្អតាមហ្នឹងដែរអញ្ចឹងបាទហើយចំណុចពិសេសមួយទៀតគឺខ្ញុំឃើញមានដើមត្នោតច្រើននេះអញ្ចឹងបាទអញ្ចឹងកន្លែងហ្នឹងក៏ខ្ញុំគាំទ្រដែរចង់ឲ្យដាំឲ្យច្រើនទៀតហើយបន្ទាប់ពីចូលដល់ក្នុងមកកន្លែងលក់វត្ថុអនុស្សាវរីយ៍ហ្នឹងបាទខ្ញុំឃើញអក្សរ I love Cambodia ហ្នឹងក៏ល្អស្អាតហើយមានរបស់ខ្មែរច្រើនមានលក់ផលិតផលច្រើននេះអញ្ចឹងបាទហើយបន្ទាប់ពីហ្នឹងទៀតមកខ្ញុំចង់ឲ្យមានច្រើនជាងហ្នឹងទៀតហើយឲ្យមានរបស់របរដាក់តាំងអីវត្ថុអនុស្សាវរីយ៍ខ្មែរយើងឲ្យបានកាន់តែច្រើនទៀតអញ្ចឹងបាទដើម្បីគេអត់ទិញក៏បានឬគេបានមើលបានស្គាល់អីក៏សប្បាយចិត្តអីតាមហ្នឹងអញ្ចឹងដែរបាទហើយបន្ទាប់ពីដើរទៅមុខទៀតគឺដល់កន្លែងរងចាំតាមហ្គេតហ្នឹងមានអីបាទកន្លែងទីធ្លាធំទលាយផងគេធំដល់ដើរមកចុកជើងដែរហ្នឹងហើយបន្ទាប់មកយើងឃើញបាទមានកន្លែងអង្គុយមានអីល្អផងគេបាទមានផាសុកភាពមានទីធ្លាទលាយមានអីចឹងបាទហើយបន្ទាប់មកក៏យើងដើរចូលទៅក្នុងព្រានយន្តហោះគេហ្នឹងទៅចូលដល់កន្លែងយន្តហោះហ្នឹងក៏គេបាញ់ប្រេអុកស៊ីសែនបាញ់កម្ចាត់ក្លិនបាញ់អីក៏ល្អតាមហ្នឹងទៀតចឹងដែរបាទអញ្ចឹងកន្លែងហ្នឹងក៏ខ្ញុំគាំទ្រដែរបាទហើយតើតើណាកន្លែងទៅយកអីវ៉ាន់យកវ៉ាលីកន្លែងពង្វិលហ្នឹងក៏វែងដែរបាទអញ្ចឹងអីវ៉ាន់វ៉ាលីអីដាក់បានច្រើនហើយឆាប់បានយកអីលឿនតាមហ្នឹងដែរអញ្ចឹងបាទអញ្ចឹងក៏ល្អដែរកន្លែងហ្នឹងហើយចំណុចចុងក្រោយគឺខ្មែរយើងសេវាកម្មយកវ៉ាលីឥឡូវល្អជាងមុនឆ្ងាយបាទល្អជាងមុនច្រើនខ្ញុំឃើញមានគ្នាច្រើនជាងមុនហើយគាត់ក៏លើកដាក់ធ្នមក៏រៀបចំមានរបៀបរៀបរយជាងមុនអញ្ចឹងបាទចឹងខ្ញុំអាចឲ្យ9លើ10បន្ទុកអីចឹងបាទអញ្ចឹងទៅសើកន្លែងហ្នឹងជាងគេហើយចំណុចដែលខ្ញុំអត់ទៅសើឬចំណុចដែលខ្វះខាតតិចហ្នឹងគឺកន្លែងសាកថ្មទូរស័ព្ទចឹងបាទអញ្ចឹងខ្ញុំដើររមើលដែរអត់ទៅមានកន្លែងសាកមានអីចឹងបាទអញ្ចឹងបើមានកន្លែងហ្នឹងមួយទៀតមកខ្ញុំឬក៏មានកថាបានតែខ្ញុំរត់ឃើញចឹងបាទបើមានល្អមែនទែនបាទអញ្ចឹងអរគុណច្រើន